សួស្តីកូនជាទីស្រឡាញ់ថ្ងៃនេះខ្ញុំចង់សួរអ្នកនៅរឿងសំខាន់មួយតើអ្នកមាននរណាម្នាក់ដែលអ្នកពិតជាស្រឡាញ់នៅជាមួយទេប្រហែលជាម៉ាក់របស់អ្នកប៉ារបស់អ្នកឬមិត្តល្អបំផុតរបស់អ្នកពេលអ្នកស្រឡាញ់នរណាម្នាក់តើអ្នកចង់ធ្វើអ្វីមែនហើយអ្នកចង់នៅជិតពួកគេអ្នកចង់និយាយជាមួយពួកគេចំណាយពេលជាមួយពួកគេនិងនៅជិតពួកគេឥឡូវនេះសូមឲ្យខ្ញុំសួរអ្នកនៅរឿងពិសេសមួយតើអ្នកដឹងទេថាព្រះក៏ចង់នៅជិតអ្នកដែរព្រះគម្ពីរចែងនៅក្នុងយ៉ាកុប 4:8 ថាចូលមកជិតព្រះនោះទ្រង់នឹងចូលមកជិតអ្នកអស្ចារ្យណាស់តើវាមិនអស្ចារ្យទេព្រះមិននៅឆ្ងាយទេទ្រង់កំពុងរង់ចាំអ្នកចូលមកជិតទ្រង់ប៉ុន្តែតើយើងអាចនៅជិតព្រះដោយរបៀបណាសូមឲ្យខ្ញុំប្រាប់អ្នកពីរឿងសាមញ្ញមួយមានក្មេងប្រុសតូចម្នាក់ឈ្មោះដានីយ៉ែលស្រឡាញ់ព្រះយេស៊ូវខ្លាំងណាស់ប៉ុន្តែគាត់ក៏រវល់ខ្លាំងដែររៀងរាល់ព្រឹកគាត់ភ្ញាក់ពីដំណេកយឺតប្រញាប់ញ៉ាំអាហារពេលព្រឹកហើយរត់ទៅសាលារៀនយ៉ាងលឿននៅពេលយប់គាត់បានលេងហ្គេមមើលវីដេអូហើយបន្ទាប់មកក៏ងុយគេងភ្លាមថ្ងៃមួយដានីយ៉ែលមានអារម្មណ៍ចម្លែកអ្វីមួយបេះដូងរបស់គាត់មានអារម្មណ៍ទេបន្តិចគាត់បានសួរម្ដាយរបស់គាត់ថាម៉ាក់ហេតុអ្វីបានជាខ្ញុំមានអារម្មណ៍ថាដូចជាបាត់អ្វីមួយម្ដាយរបស់គាត់ញឹមយ៉ាងស្រទន់ហើយនិយាយថាដានីយ៉ែលតើអ្នកបានចំណាយពេលជាមួយព្រះនាពេលថ្មីនេះទេដានីយ៉ែលគិតមួយសន្ទុះហើយបន្ទាប់មកងក់ក្បាលព្រឹកបន្ទាប់ដានីយ៉ែលបានសម្រេចចិត្តសាកល្បងអ្វីដែលថ្មីគាត់ភ្ញាក់ពីដំណេកមុនបន្តិចគាត់អង្គុយស្ងៀមលើគ្រែរបស់គាត់ហើយនិយាយថាសួស្តីព្រះបន្ទាប់មកគាត់បានអធិស្ឋានថាព្រះឲ្យខ្ញុំចង់នៅជិតទ្រង់នៅថ្ងៃនេះគាត់បានបើកព្រះគម្ពីររបស់គាត់ហើយអានគម្ពីរតែមួយវាមិនយូរទេវាមិនពិបាកទេប៉ុន្តែមានរឿងអស្ចារ្យមួយបានកើតឡើងដានីយ៉ែលមានអារម្មណ៍សន្តិភាពនៅក្នុងចិត្តរបស់គាត់មានអារម្មណ៍រីករាយនៅខាងក្នុងគាត់មានអារម្មណ៍ថាដូចជាព្រះនៅជិតណាស់ថ្ងៃនោះនៅសាលារៀនសូម្បីតែពេលមានរឿងលំបាកក៏ដោយដានីយ៉ែលចងចាំថាព្រះនៅជាមួយខ្ញុំចាប់ពីថ្ងៃនោះមកដានីយ៉ែលបានចាប់ផ្ដើមទម្លាប់ថ្មីមួយជារៀងរាល់ថ្ងៃគាត់បានអធិស្ឋានបន្តិចអានព្រះគម្ពីរបន្តិចហើយនិយាយជាមួយព្រះគ្រប់ពេលវេលាហើយទីមើលថាមានអ្វីកើតឡើងកាលណាដានីយ៉ែលកាន់តែខិតជិតព្រះកាន់តែមានអារម្មណ៍ថាព្រះកាន់តែខិតជិតគាត់កូនអើយនេះត្រូវបានគេហៅថាជីវិតដ៏គោរពប្រតិបត្តិតាមព្រះជីវិតដ៏គោរពប្រតិបត្តិតាមព្រះមិនមែនជាអ្វីដែលពិបាកនោះទេវាគ្រាន់តែជាការនៅជិតព្រះជារៀងរាល់ថ្ងៃអ្នកអាចនិយាយជាមួយព្រះគ្រប់ពេលវេលាពេលអ្នកភ្ញាក់ពីដំណេកពេលអ្នកទៅសាលារៀនពេលអ្នកលេងនិងមុនពេលអ្នកចូលគេងអ្នកអាចអានសូម្បីតែគម្ពីរព្រះគម្ពីរតូចមួយអ្នកអាចអធិស្ឋានខ្លីមួយព្រះមិនស្វែងរកពាក្យវែងនិងល្អឥតខ្ចោះទេទ្រង់កំពុងស្វែងរកបេះដូងរបស់អ្នកហើយកូនតើអ្នកដឹងអ្វីដែលពិសេសជាងនេះទេព្រះតែងតែរង់ចាំអ្នកជានិច្ចសូម្បីតែពេលអ្នកភ្លេចទ្រង់ក៏ដោយទ្រង់មិនភ្លេចអ្នកទេសូម្បីតែពេលអ្នករវល់ក៏ដោយទ្រង់នៅតែនៅក្បែរអ្នកទ្រង់ស្ដាប់នៅពេលអ្នកខ្សឹបខ្សៀវអធិស្ឋានខ្លីមួយទ្រង់ញឹមនៅពេលអ្នកបើកព្រះគម្ពីររបស់អ្នកទ្រង់មានព្រះហឫទ័យរីករាយពេលអ្នកនិយាយថាព្រះជាម្ចាស់ឲ្យខ្ញុំស្រឡាញ់ទ្រង់រាល់ជំហានតូចដែលអ្នកដើរទៅរកព្រះជាម្ចាស់ធ្វើឲ្យទ្រង់មានព្រះហឫទ័យរីករាយយ៉ាងខ្លាំងពេលអ្នកចូលទៅជិតព្រះជាម្ចាស់ទ្រង់យាងមកជិតអ្នកដូច្នេះថ្ងៃនេះតើអ្នកនឹងបោះជំហានតូចមួយទេតើអ្នកនឹងនិយាយថាព្រះជាម្ចាស់ឲ្យខ្ញុំចង់នៅជិតទ្រង់ទេចូលយើងចងចាំរឿងនេះជាមួយគ្នាចូលទៅជិតព្រះជាម្ចាស់ហើយទ្រង់នឹងយាងមកជិតអ្នកចូលយើងរស់នៅជីវិតដែលនៅជិតព្រះជាម្ចាស់ជារៀងរាល់ថ្ងៃ